បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំសូមណែនាំពីកម្មវិធីប្រភេទឡានធំរបស់Hyundai 24V អញ្ចឹងអានេះគេហៅថាកម្មវិធី GTS Hyundai វាមានប្រភេទ Kia វាមានប្រភេទ Hyundai ហើយអានេះវាមានទាំងឡានតូចឡានធំរបស់ Hyundai អញ្ចឹងអានេះគេដាក់ថា passenger នឹងប្រភេទឡានបានន័យថាឡានអ្នកប្រើប្រាស់ទូទៅហ្នឹងហើយឬក៏យើងនិយាយចំគឺឡានប្រភេទឡានតូចហ្នឹងហើយនៅក្នុងនេះវាមានប្រភេទស៊េរីជាច្រើនដែលបងប្អូនអាចមើលបានតែគាត់ថាប្រភេទស៊េរីដែលត្រូវខ្លាំងជាមួយនឹងប្រភេទឡានយើងទូទៅរាល់ថ្ងៃហ្នឹងវាមានពួក Starrex អីនៅក្នុងនេះមានបាទហើយដូចជាតោះអី Visto អីមាននៅក្នុងនេះហើយមាន Santa Fe មានភេទសាំងសុទ្ធអីមានក្នុងនឹងទាំងអស់ប៉ុន្តែខ្ញុំអត់បដោតទៅលើឡានតូចទេខ្ញុំសូមណែនាំបងប្អូនពីឡានធំជាងយើងចូលមក commercial ហើយយើងរើសប្រភេទ subminium អានេះជាគេហៅថាសិភៅណែនាំការជួសជុលហើយយើងរើស model មកវាមានប្រភេទ Euro Bus មាន Euro City មាន Euro Town មាន County មានប្រភេទ HD 220មានប្រភេទ Trago មានប្រភេទHD ស្អីអានេះពាក្យកាត់នេះមើលអត់ដាច់ចាំមើលចុចមើលតិចមើលហ្នឹងហើយនេះប្រភេទពួកឡានធំហ្នឹងមានពីឆ្នាំ04ដល់014ហើយនេះ Universe អានេះប្រភេទ Universe PY ហ្នឹងហើយអានេះ Axian បាទអញ្ចឹងបើសិនបងប្អូនចង់តំណបញ្ចូលអាចតាក់ទងមកខ្ញុំបានហើយកម្មវិធីនេះវាមានប្រយោជន៍ច្រើនសម្រាប់ជាងជួសជុលដែលវាណែនាំពីការរបៀបជួសជុលប្រព័ន្ធអគ្គិសនីប្រព័ន្ធម៉ាស៊ីនជានៅក្នុងនេះគេមានដាក់ប្រព័ន្ធម៉ាស៊ីនប្រព័ន្ធបោកលេខប្រព័ន្ធគ្រឿងកងប្រព័ន្ធប្រាំងនៅក្នុងនេះមានទាំងអស់បាទហ្នឹងហើយនេះចឹងនេះជាវីដេអូ slide ខ្លីៗឲ្យបងប្អូនមើលហើយអានេះយើងចង់មើលសមាភ្លើងវាយើងយក ETM មកហើយយើងរើសប្រភេទស៊េរីវាអញ្ចឹងយើងចង់រកមើលទីតាំងវស៊ីបអាឡែអីវានេះមាននៅក្នុងនោះមានឈ្មោះរបស់វាហ្នឹងហើយឥឡូវយើងមើលទៅប្រព័ន្ធ system វាមានច្រើនមានគ្រប់ប្រព័ន្ធតែម្ដងប្រព័ន្ធអគ្គិសនីវាហើយប្រភេទចូលមើលក្នុងប្រព័ន្ធផ្សិននេះមានច្រើនបងប្អូនចង់បញ្ចូលឲ្យអាចតាក់ទងមកខ្ញុំបានបាទនេះបាទនេះបញ្ជាវាបាទជាងខ្ញុំសូមសង្ខេបខ្លីៗបើសិនជាបងប្អូនមានចម្ងល់អាចតំណសួរបន្ថែមបានពីកម្មវិធីនេះខ្ញុំមានបញ្ចូលបាទ